នារីម្នាក់បានខ្លាញ់ខ្លួនចូលទៅក្នុងព្រះវិហារបន្ទាប់មកអាចអង្គុយលើទីតាំងណាមួយបានរួចក៏ទាញយកវត្ថុដែលលាក់ទុកនៅខាងក្រោមនោះចេញមកនៅពេលរកឃើញថាខាងក្នុងគឺជាថ្នាំដកអាបកំបាំងមួយនាងក៏ប្រញាប់យកវាទៅបើកទ្វារមួយខាងលើហើយនៅពេលនាងចេញមកវិញក៏ដើរតម្រង់ទៅកាន់ប៉មនាឡិកាមួយយ៉ាងស្ងៀមស្ងាត់បន្ទាប់មកនាងក៏ទៅដល់ជើងប៉មយ៉ាងរហ័សដកកាំភ្លើងខ្លីដែលបានរៀបចំទុកចេញមកហើយនៅចំពីមុខនោះគឺស្ថានីយរថភ្លើងសៀងហៃនឹកស្មានមិនដល់ថាពេលនាងទៅតែបើកបង្អួចក៏ត្រូវបានហៃសាដែលនៅខាងក្រោមរកឃើញប៉ុន្តែហៃសាមិនបានប្រាប់ពួកភ្នាក់ងារសម្ងាត់ទេផ្ទុយទៅវិញគឺដើរចូលទៅក្នុងស្ថានីយរថភ្លើងតែម្ដងមួយវិនាទីក្រោយមកបុរសម្នាក់ក៏ចុះពីលើរថភ្លើងដែលជាអ្នកដែលភ្នាក់ងារសម្ងាត់សង្វិនចេញមកទទួលដោយខ្លួនឯងហើយនៅពេលដែលពួកគេដើរចេញមកភ្នាក់ងារសម្ងាត់រាប់សិបនាក់ក៏ហុំព័ទ្ធពួកគេភ្លាមបណ្ដាលឲ្យអ្នកដែលនៅអគារទល់មុខមិនអាចកំណត់គោលដៅបាននាងក៏សម្រេចចិត្តលោតចេញពីបង្អួចទៅខាងក្រៅតែម្ដងហើយនៅពេលដែលពួកទាហានជប៉ុនកំពុងដេញតាមសម្លាប់លោកសិនគូដែលត្រូវបានគេបាញ់ចំដាំទ្រូងក៏បានលួចដោះនាឡិការបស់ខ្លួនហុចឲ្យហៃហ្វានមុនពេលគាត់ដាច់ខ្យល់ស្លាប់ហើយដើម្បីកុំឲ្យអ្នកដទៃសង្ស័យហៃសាក៏ប្រញាប់រត់តាមអ្នកធ្វើឃាតនោះទៅពេលនេះប៊ូផានដែលកំពុងរត់គេចខ្លួនទាំងរត់ទាំងផ្លាស់ប្ដូរទម្រង់មុខរបស់ខ្លួនហើយបន្ទាប់ពីបង្កើតការយល់ច្រឡំនៅលើផ្លូវរួចមកទោះបីជាបានផ្លាស់ប្ដូរមុខមាត់ហើយក៏ដោយហៃសានៅតែអាចរកឃើញនាងក្នុងចំណោមហ្វូងមនុស្សហើយប្រញាប់ដេញតាមនាងទៅឃើញដល់ត្រឹមនេះអ្នកទាំងអស់គ្នាប្រហែលជាមានការងឿងឆ្ងល់ហៃសាជាភ្នាក់ងារសម្ងាត់ដូចគ្នាហើយអ្វីបានជាត្រូវដេញតាមសម្លាប់នាងមិនព្រមលែងតើពួកគេទាំងពីរនាក់មិនមែនជាបាក់ពួកតែមួយទេមិនយូរប៉ុន្មានហៃសាក៏ដេញតាមទាន់ប៊ូផានមិននិយាយអ្វីទាំងអស់ក៏បាញ់ប្រហារភ្លាមប៊ូផានដែលមិនបានប្រុងប្រៀបក៏ត្រូវគ្របចំក្បាលពោះហើយក៏ប្រញាប់រត់គេចខ្លួនចូលទៅក្នុងច្រកតូចមួយផ្លូវត្រូវបិទហើយមានរឿងអីទៅណាតើនេះជាផ្ទះខ្ញុំមែនទេចេញទៅបេសកកម្មបានសម្រេចហើយការពីគោលដៅគឺអញដែលមកសម្លាប់ខ្ញុំបន្ទាប់មកប៊ូផានក៏ដកកាំភ្លើងនៅលើខ្លួនហើយក៏បាញ់សម្លាប់អ្នកដែលមកជួបនាងពេលនេះនាងកំពុងធ្លាក់ក្នុងវិបត្តិដ៏ធំនេះវាជារឿងអ្វីទៅហើយអ្វីបានជាបាក់ពួកដូចគ្នាត្រូវសម្លាប់គ្នាប៉ុន្តែពេលនេះមិនមានពេលឲ្យនាងគិតច្រើនទេព្រោះជុំវិញខ្លួនសុទ្ធតែជាភ្នាក់ងារដែលកំពុងតាមរកប៊ូផានដឹងថាបើនៅទីនេះមានតែសេចក្តីស្លាប់មួយគត់ដើម្បីព្យាបាលរបួសនិងរក្សាការសម្ងាត់ប៊ូផានក៏ទៅផ្ទះរបស់មិត្តជិតស្និទ្ធដែលជាមិត្តល្អបំផុតរបស់នាងនៅសាលាយោធាតាមពាក្យបញ្ជាគឺឲ្យព្យាបាលរបួសនេះប៉ុន្តែពេលជួបគ្នានោះមានការខុសឆ្គងបន្តិចទីនេះមិនមានសុវត្ថិភាពទេពួកយើងលើកនេះមានអ្នកផ្សេងតាមរកបើអញធ្វើអីមួយក៏នឹងត្រូវស្លាប់ដូចគ្នាចិត្តដល់ហើយប៉ុន្តែនៅពេលដែលមិត្តជិតស្និទ្ធនឹងបាញ់នោះមាត់ទ្វារបន្ទប់ក៏ផ្ទុះឡើងភ្លាមមួយវិនាទីក្រោយមកក៏មានភ្នាក់ងារសម្ងាត់ជាច្រើនសម្រុកចូលមកពួកគេដែលទើបតែឆ្លោះគ្នានោះក៏ដកកាំភ្លើងចេញមកទៅវិញក្នុងមួយរំពេចប៉ុន្តែភីគីម្ខាងទៀតមានគ្នាច្រើនពេកបើបន្តបែបនេះមានតែផ្លូវស្លាប់មួយគត់ដូច្នេះបន្ទាប់ពីពួកគេមើលមុខគ្នារួចមកមិត្តរបស់នាងក៏ដកគ្រាប់បែកដៃគប់ចេញទៅដោយឆ្លៀតឱកាសពេលផ្ទុះដើម្បីរត់ចេញតាមរានហាប៉ុន្តែមិនសំណាងល្អក៏ត្រូវគ្រាប់ចំត្រង់ជើងប៊ូផានដែលលោតចុះទៅហើយនោះក៏ចង់ជួយដែរប៉ុន្តែដឹងថាខ្លួនឯងគ្មានកម្លាំងនឹងជួយគ្មានជំរឿក៏ប្រញាប់រត់គេចពីកន្លែងកើតហេតុបងហានចុងសុំរីកាការបាញ់ប្រហារនៅស្ថានីយរថភ្លើងកាលពីម្សិលមិញទំនងជាពាក់ព័ន្ធនឹងភ្នាក់ងារសម្ងាត់ប៊ូផានយើងបានត្រួតពិនិត្យឲ្យគ្រប់កន្លែងដែលនាងទៅសុទ្ធតែមានស្នាក់ស្នាមហានចុងវិនឬហើយមិនបាននិយាយអ្វីទៀតរួចក៏បើកឡានទៅរកប៊ូផានដែលកំពុងបាត់ខ្លួនពេលទៅដល់ក៏ឃើញមានការបាញ់ប្រហារនៅលើផ្លូវគឺជាប៊ូផានកំពុងតស៊ូនឹងហៃសាគាត់ក៏ឈប់ឡានភ្លាមបាញ់គំរាមហៃសាដើម្បីឲ្យប៊ូផានឡើងឡានរួចក៏ជន់កែរត់ចេញពីកន្លែងនោះភ្លាមបន្ទាប់មកហានចុងវិនក៏ជួយព្យាបាលរបួសឲ្យនាងមិនយូរប៉ុន្មានប៊ូផានក៏ដឹងខ្លួនឡើងនិយាយឲ្យចំទៅគឺភ្ញាក់ផ្អើលតើមានរឿងអ្វីខ្ញុំបានសម្លាប់សិនគូខ្ញុំទទួលបានពាក្យបញ្ជាឥឡូវនេះខ្ញុំជាជនក្បត់ដូច្នេះខ្ញុំមិនបានទម្លាយអ្វីទេក្រោយសម្រេចបេសកកម្មត្រូវគេតាមសម្លាប់នឹកស្មានមិនដល់ត្រូវគេតាមសម្លាប់មែនទេខ្ញុំមកជួបគេដើម្បីសម្លាប់ខ្ញុំប៉ុន្តែគេក៏ទទួលបានបញ្ជាចុះអ្នកដែលទទួលបញ្ជាឥឡូវណីណាត្រូវបានប៊ូផានសម្លាប់ចោលទៅហើយមិនបន្សល់ទុកតម្រុយអ្វីទាំងអស់ចុះតើវាជានរណាទៅពេលនេះប៊ូផាននិងអ្នកដទៃទៀតនៅមិនទាន់ដឹងខ្លួនទេអ្នកដែលអាចចេញបញ្ជាបែបនេះបានហើយអាចឲ្យបាក់ពួកសម្លាប់បាក់ពួកបានគឺពិតជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាលាយោធាមិននាយកសាលាក៏ជាអនុយោសាលាដែរដូច្នេះដើម្បីសុវត្ថិភាពរបស់ប៊ូផានហានចុងវិនត្រៀមបញ្ជូននាងទៅព្យាបាលនៅហាអឺប៉ិនរងចាំឲ្យគាត់ស៊ើបអង្កេតឲ្យច្បាស់សិនតែប៊ូផានពេលទៅដល់ស្ថានីយរថភ្លើងក៏ត្រូវភ្នាក់ងារដែលកំពុងស្វែងរកឃើញដូច្នេះនាងក៏ខ្លាញ់ខ្លួនជាអ្នកផ្ញើទំនិញចង់រងចាំឲ្យភ្នាក់ងារទាំងនោះទៅវិញសិនសម្លេងរថភ្លើងមិនអាចខូចបានទេមិនអាចខូចសំណាងល្អពេលនេះប៉ូលីសស្ថានីយរថភ្លើងបានចេញមុខមកជួយប៊ូផានក៏ឆ្លៀតឱកាសរត់គេចខ្លួនប៉ុន្តែវាបានធ្វើឲ្យនាងបែកការទាំងស្រុងនាងចង់ត្រឡប់ទៅឡានរបស់ហានចុងវិនដើម្បីគេចខ្លួនតែមួយវិនាទីក្រោយមកឡានរបស់ហានចុងវិនក៏ផ្ទុះឡើងទោះបីប៊ូផានស្ទើរ2វិនាទីតែទីបំផុតនាងក៏ប្រើជំនាញពិសេសផ្ទាល់ខ្លួនរត់គេចពីការតាមដានរបស់ភ្នាក់ងារសម្ងាត់ហើយជិះរថភ្លើងទៅដល់ហាអឺប៉ិនដោយជោគជ័យហើយហានចុងវិនដែលនៅក្នុងឡាននោះក៏មិនបានស្លាប់ដែរអ្នកដែលកំពុងដើរលេងជាមួយគាត់គឺជានាយកសាលាយោធាអ្វីទាំងអស់នេះគឺសុទ្ធតែគាត់ជាអ្នករៀបចំគោលបំណងគឺចង់ឲ្យប៊ូផានស្លាប់ហើយពេលនេះប៊ូផានដែលនៅហាអឺប៉ិនតាមរយៈការថែទាំយ៉ាងយកចិត្តទុកដាក់ពីបងស្រីត្រឹមតែ10ថ្ងៃនាងក៏ជា Sasbyster ទាំងស្រុងអ្វីដែលនាងត្រូវធ្វើជាដំបូងគឺស៊ើបអង្កេតឲ្យដឹងការពិតតើនរណាដែលរៀបផែនការចង់សម្លាប់នាងបានរៀបចំព័ត៌មានពីកាសែតពេញជញ្ជាំងតែមិនមានតម្រុយអ្វីមានប្រយោជន៍សោះតែពាក្យមួយឃ្លារបស់បងស្រីយុនបានរំលឹកនាងមានកន្លែងមួយមិនមានការឃ្លាំមើលនិយាយបែបណាប៊ូផានយាយក៏យកពីន័យនោះគឺកន្លែងធ្វើការរបស់ហៃសានាងក៏ចង់លួចជិះរថភ្លើងត្រឡប់ទៅសៀងហៃមិនទាន់ទាំងបានទិញសម្បត្តិផងក៏ត្រូវភ្នាក់ងារឃើញលើកនេះនាងមិនមានសំណាងដូចមុនទេបន្ទាប់ពីត្រូវគេចាប់បានក៏ត្រូវបញ្ជូនត្រឡប់ទៅសៀងហៃវិញទាំងយប់ភ្នាក់ងារសម្ងាត់មកសួរនាំដោយផ្ទាល់ហើយនៅពេលដែលគេចង់ចាក់ថ្នាំបញ្ចុះសម្ពាធដល់ប៊ូផានមនុស្សដ៏អាថ៌កំបាំងបំផុតក៏លេចមុខមកខ្ញុំមានរឿងចង់ពិភាក្សាក្មេងស្រីម្នាក់នេះកុំឲ្យនាងស្លាប់ទីបំផុតប៊ូផានក៏រួចជីវិតហើយក្រោមការណែនាំរបស់ហៃសា
នាងយល់ព្រមចូលរួមជាមួយអង្គភាពលេខ76ដើម្បីក្លាយជាខ្ញុំពិតប្រាកដគឺដើម្បីស៊ើបអង្កេតការពិតហើយហៃសាក៏មានផែនការផ្សេងទៀតដែរព្រោះគាត់គឺជាភ្នាក់ងារដែលលាក់ខ្លួននៅក្នុងអង្គភាពលេខ76បន្ទាប់មកពួកគេក៏ទទួលបានបេសកកម្មរងចាំពេលរថភ្លើងឆ្លងកាត់មកខាងលោកអគិសនីមួយនាងក៏ប្រញាប់ទម្លាក់វត្ថុនៅក្នុងដៃបង្កើតជារូបភាពនៃការផ្ដល់សញ្ញាហើយពន្លឺពណ៌ក្រហមនៅលើនោះបានធ្វើឲ្យម្ចាស់ហាងចាប់អារម្មណ៍យ៉ាងខ្លាំងដូច្នេះហៃសាក៏ឆ្លៀតពេលដែលភ្នាក់ងារខាងក្រោយកំពុងបិទភ្នែកប្រញាប់ទម្លាក់វត្ថុនោះទៅលើផ្លូវដូច្នេះបន្ទាប់ពីឡានរបស់ពួកគេទៅផុតម្ចាស់ហាងក៏ចេញមកយកវាទៅពិនិត្យនៅពេលឃើញអក្សរដែលសរសេរនៅលើនោះគាត់ក៏ទៅកាន់ទូរស័ព្ទនៅផ្លូវក្បែរនោះភ្លាមអាឡូគឺក្រុមសានមែនទេសានកន្លែងនោះតែបានទេគ្រប់កន្លែងមានទូរស័ព្ទសានកំពុងគំរាមអ្វីបាត់បង់មនុស្សម្នាក់អ្នកផ្សេងទៀតខ្ញុំនិយាយថាពេលព្រលឹមទៅគោលដៅគឺលាក់ខ្លួនចាស់ទុំពីរអ្នកមានតែម្នាក់ទេនេះតែប៊ូផាននឹកស្មានមិនដល់ទេពេលនេះភ្នាក់ងារបាននាំហៃសានិងប៊ូផានឆ្លងកាត់ផ្លូវក្រោមដីរួចហើយបានចូលទៅក្នុងសាលាយោធាដោយជោគជ័យភ្នាក់ងារសម្ងាត់លងជីជីដែលហ៊ានធ្វើបែបនេះព្រោះមនុស្សភាគច្រើននៃសាលាយោធាសុទ្ធតែបានទៅការពារមនុស្សសំខាន់នៅពិធីជប់លៀងពេលនេះសាលាយោធាគឺដូចជាផ្ទះទេបន្ទាប់មកហៃសាក៏ចាក់ចេញពីកន្លែងការខេត្តគឺជាភ្នាក់ងារដែលលាក់ខ្លួនគាត់ទើបតែដឹងនៅលើឡានថាត្រូវវាយប្រហារសាលាយោធាដូច្នេះក៏ជូនដំណឹងដល់ក្រុមនៅហាងហើយពេលនេះប៊ូផានដែលនៅម្ខាងទៀតឆ្លៀតពេលដែលលងជីជីនាំមនុស្សទៅរកកន្លែងសម្ងាត់នាងក៏មកម្នាក់ឯងនៅបន្ទប់រក្សាទុករបស់សាលាព្រោះនាងដឹងយ៉ាងច្បាស់ថាទោះបីជាប៊ូផាននាំមនុស្សទាំងអស់ចេញទៅក៏នាំយករបស់របរទៅទាំងអស់ដែរគុំនិយាយច្រើននៅក្នុងរថភ្លើងខ្ញុំឥឡូវគ្មានរឿងអ្វីនឹងជួបគ្នាឯងទៅបន្ទប់ក្រោមដីខាងឆ្វេងមានប្រអប់3មិនដឹងទូរស័ព្ទណាសម្រាប់តាក់ទងទូរស័ព្ទសម្រាប់តាក់ទងខានឹងត្រូវគេដឹងខ្ញុំបាននិយាយថាឯងមិនអាចរៀបចំបានទេហើយនៅពេលនេះក៏ស្រាប់តែមានអ្នកចូលមកប៊ូផានប្រញាប់ដេកចុះសំណាងល្អអ្នកដែលមកគឺហៃសាម្នាក់បន្ទាប់មកពេលពួកគេចាក់ចេញពីបន្ទប់នាងក៏លូចចូលទៅក្នុងបន្ទប់ក្រោមដីតាមការប្រាប់របស់ប៊ូផានរកឃើញទូរស័ព្ទមួយហើយទូរស័ព្ទទៅកន្លែងដែលប៊ូផានកំពុងស្ថិតនៅបន្ទាប់ពីទទួលបានដំណឹងថាមានការជួបសម្រុះថាបើមិនត្រឡប់ទៅវិញនឹងមិនទាន់ពេលដូច្នេះក៏ឲ្យកូនចៅគប់គ្រាប់បែកដៃចេញទាំងអស់ឆ្លៀតពេលផ្ទុះរត់ចេញពីកន្លែងកើតហេតុហើយពេលនេះភ្នាក់ងារសម្ងាត់លងជីជីបានគ្រប់គ្រងមនុស្សភាគច្រើនរួចហើយប៉ុន្តែមានកន្លែងមួយដែលគាត់ចូលមិនបាននោះគឺបន្ទប់រក្សាទុកឯកសារសំខាន់របស់សាលាតែមានកម្រាស់50សង់ទីម៉ែត្រថែមទាំងបានដាក់លេខកូដសម្ងាត់សម្រាប់ការពារទៀតផងពេលនេះលោកនាយករងកំពុងលាក់ខ្លួននៅខាងក្នុងមែនទេមែនហើយលោកនាយកបើកទ្វារទៅបញ្ជីឈ្មោះភ្នាក់ងារសម្ងាត់ខ្ញុំត្រូវតែបានវាបន្ទប់ឯកសារសាលាយោធាគឺជាទីតាំងសំខាន់បំផុតរបស់រដ្ឋាភិបាលខ្ញុំមិនមានសិទ្ធិទេលោកនាយកគឺជាអ្នកជំនាញខាងចិត្តវិទ្យាដ៏ឆ្នើមម្នាក់ពិតជាមិនព្រមចុះចាញ់មែនចាប់ពីពេលនេះទៅរៀងរាល់10វិនាទីខ្ញុំនឹងសម្លាប់មនុស្សម្នាក់រហូតដល់អ្នកបើកទ្វារខ្ញុំឲ្យពេលអ្នក3វិនាទីចុងក្រោយ1លោកនាយកទីបំផុតលោកនាយកក៏ព្រមបើកទ្វារតែឯកសារសំខាន់នៅខាងក្នុងលងជីជីចង់បានបញ្ជីឈ្មោះភ្នាក់ងារសម្ងាត់ក៏មិនមែនជារឿងងាយស្រួលដែរដូច្នេះប៊ូផានក៏ឆ្លៀតឱកាសនេះលួចចូលទៅក្នុងបន្ទប់ធ្វើការរបស់គាត់ព្រោះនាងក៏ធ្លាប់ជាសិស្សនៃសាលាយោធានេះដែរមិនយូរប៉ុន្មាននាងក៏រកឃើញកន្លែងសម្ងាត់ក្នុងបន្ទប់ធ្វើការនៅក្នុងទូដែកមានដាក់ប្រអប់ខ្មៅមួយតែនាងមិនបានយកវាទៅទេផ្ទុយទៅវិញគឺដាក់ត្រឡប់ទៅកន្លែងដើមវិញនឹកស្មានមិនដល់ថាសកម្មភាពទាំងអស់ត្រូវបានហៃសាដែលនៅខាងក្រៅឃើញទាំងអស់បន្ទាប់មកប៊ូផានទើបតែចេញពីខាងក៏បានជួបនឹងពួករបស់ខ្លួននៅសាលាយោធាបន្ទប់ធ្វើការខាងក្រោយមានកន្លែងសម្ងាត់ក្នុងទូដែកមានប្រអប់ខ្មៅមានរឿងអាថ៌កំបាំងជាច្រើនហើយអ្វីខ្ញុំមិនអាចយកប្រអប់ខ្មៅនោះមកឥឡូវនេះគឺជាកន្លែងរបស់ក្រុមខ្ញុំមិនអាចយកទៅបានទេតើពួកគេមកយកប្រអប់ខ្មៅមែនទេមិនមែនទេពួកគេមកយកបញ្ជីឈ្មោះភ្នាក់ងារសម្ងាត់ហើយពេលនេះលងជីជីបានរកឃើញអ្នកហើយបន្ទាប់មកក៏ប្រញាប់ជួបជុំគ្នាស៊ើបអង្កេតបន្ទប់ធ្វើការពេលរកមិនឃើញអ្វីទាំងអស់ក៏បញ្ជាឲ្យកូនចៅដាក់គ្រឿងផ្ទុះតែពេលចុចបំផ្ទុះវាមិនដំណើរការទេអ្វីដែលភ្ជាប់ទៅនឹងការផ្ទុះនោះគឺសម្លេងសញ្ញាអាសន្នព្រោះអ្វីទាំងអស់នេះគឺជាស្នាដៃរបស់ហៃសាមែនតែហៃសាមិននឹកស្មានដល់ថាភ្នាក់ងារសម្ងាត់បានសង្ស័យមកលើគាត់ដូច្នេះក៏បើកឡានត្រឡប់ទៅផ្លូវបំបីការពីមុនភ្លាមហានចុងក៏កំពុងនឹកដល់រឿងមុននេះដែរបងឡងផ្លូវនេះមិនមែនទៅកាន់សាខាទេមែនពួកយើងនឹងទៅកន្លែងមួយដែលសំខាន់ជាងចុះហេតុអ្វីបងមិនប្រាប់ខ្ញុំតើពួកយើងទៅណាទៅសានមិនយូរប៉ុន្មានពួកគេក៏ទៅដល់ផ្លូវបំបែកនោះហៃសាឃើញបែបនេះក្នុងចិត្តក៏ញ័រភ្លាមតើពិតជាត្រូវគេឃើញមែនឬប៉ុន្តែគាត់នៅតែធ្វើជាហីព្រោះកន្ទុយបារីមួយមិនអាចបញ្ជាក់អ្វីបានទេហើយវាក៏ត្រូវបានបាក់ពួកយកទៅរួចហើយអញសង្ស័យខ្ញុំមែនទេមិនអាចសង្ស័យបានទេកាលពីយប់មិញពេលឆ្លងកាត់ទីនេះអញបានជួបបារីហើយបោះបារីចោលបើមាននរណាម្នាក់ឃើញបារីនេះក៏អាចដឹងពីផែនការរបស់យើងអាចជូនដំណឹងដល់សានត្រៀមខ្លួនរួចរាល់មែនទេជារឿយតែងតែបែបនេះឲ្យខ្ញុំធ្វើបែបណាម្ចាស់ហាងលក់បារីនេះខ្ញុំចង់សួរគាត់បន្តិចខ្លាំងណាស់ហៃសាឃើញដូច្នេះមិនបានគិតស្ទាក់ស្ទើរដកកាំភ្លើងហើយនាំមនុស្សទៅកាន់ហាងបារីព្រោះបុគ្គលិកនៅមាត់ទ្វារស្គាល់គាត់ទើបចង់បើកមាត់ហៅហៃសាធ្វើឲ្យហៃសាភ័យញើសជោគខ្លួនដូច្នេះក៏ប្រើដៃបិទមាត់នាងភ្លាមហើយពេលរុញបុគ្គលិកចូលទៅខាងក្នុងហៃសាក៏ងាកក្បាលផ្ដល់សញ្ញាប្រាប់បងស្រីយន្តថាមានរឿងបងស្រីយន្តឃើញដូច្នេះក៏ងើបឈរភ្លាមរួចលួចដាក់ដៃក្នុងទូពេលនេះពួកនាងបើមានការខុសឆ្គងបន្តិចនឹងត្រូវភ្នាក់ងារសម្ងាត់ចាប់ខ្លួនភ្លាមលោកតើមានការណាត់ទុកទេសុំទោសគ្មានការណាត់ទេលោកហាក់ដូចជាអ្នកមិនទាន់យល់ពីស្ថានភាពតើអ្នកដឹងទេថាផ្ទះនេះមានប្រវត្តិបែបណានៅក្នុងតំបន់នេះចេញទៅបើខ្ញុំមិនចេញទៅហៃសាហើយមិននិយាយអ្វីទៀតដកកាំភ្លើងមកគំរាមបុគ្គលិកហៃសាពិតជាភ្នាក់ងារដែលលាក់ខ្លួននៅក្នុងបេះដូងស្រូវមែនទោះបីជាចាប់ខ្លួនបាក់ពួកខ្លួនឯងក៏ដោយសកម្មភាពរបស់គាត់នៅតែឃោឃៅខ្លាំងណាស់ធ្វើឲ្យអ្នកគ្រប់គ្នាមិនអាចមើលឃើញពីភាពខុសប្រក្រតីបានឡើយបន្ទាប់មកម្ចាស់ហាងក៏ត្រូវគេនាំចេញមកហើយនាងក៏បង្ហាញភាពស្ងប់ស្ងាត់ខ្លាំងណាស់ព្រោះបើមើលពីសម្បកក្រៅប្រវត្តិរបស់នាងមិនមែនធម្មតាទេដូច្នេះមុនពេលឡើងឡាននាងបានជួបបារីមួយមាត់ហើយផ្លុំដាក់មុខភ្នាក់ងារសម្ងាត់
បន្ទាប់មកក៏យកហ្វីឡានមកកិនបារីបង្ហាញពីភាពក្លាហានយ៉ាងខ្លាំងមិនយូរប៉ុន្មានបងស្រីយុនក៏ត្រូវបានគេនាំទៅកាន់រោងចក្រចាស់មួយហើយឡុងជីជីក៏ឲ្យកូនចៅស៊ើបអង្កេតទាំងយប់មិនទាន់ស៊ើបអង្កេតផងសាខាបានរីកាមកពេលវេលាដែលទទួលទូរស័ព្ទគឺម៉ោង8:40នាទីអ្នកទូរស័ព្ទមកគឺជាបុរសម្នាក់មិនដែរបងឡុងពួកយើងគីវមិនមែនជាមូលដ្ឋានទេយប់នេះមិនមែនជារឿងតូចតាចទេបន្ទាប់មកហៃសាដើម្បីជួយបងស្រីយុនបានលើកដៃឡើងរួចរាល់ព្រឹកស្អែកទៅយកទៅឲ្យសានរឿងដែលគេសម្លាប់ការពីគាត់លើកនេះបងប្អូនយើងស្លាប់6នាក់ចាត់ទុកថាមិនតូចតាចទេឲ្យប៊ូផានទៅជួសជុលឡានហត់ណាស់អ្វីគ្រប់យ៉ាងដែលហៃសានិយាយជាមួយកូនចៅមើលពីលើទៅគ្មានបញ្ហាអ្វីទេតាមពិតមានរឿងច្រើនណាស់គ្រូសុងបិនគឺជាគ្រូរបស់គាត់នៅប្រទេសជប៉ុនបើគាត់ដឹងច្បាស់ជានឹងដាក់ទោសគាត់ហើយមូលហេតុដែលឲ្យប៊ូផានទៅជួសជុលឡានគឺដោយសារសកម្មភាពរបស់បងស្រីយុនមុននេះតែនាងយកកន្ទុយបារីទៅកិននឹងទ្វារឡានតាមពិតក៏មានគោលបំណងផ្សេងដែរ